បាទជំរាបសួរហើយក៏សួស្តីទៅកាន់អ្នកទាំងអស់គ្នាថ្ងៃនេះមកវីដេអូថ្មីវីដេអូចាស់ប៉ុន្តែមានរសជាតិថ្មីហើយវីដេអូនេះដែរគឺមានសឹងតែគ្រប់រសជាតិហ្មងក្នុងមួយវីដេអូហ្នឹងណាមានដូចជាបងប្អូនឃើញតាមដើមវីដេអូអញ្ចឹងមានបូមទឹកចាប់ត្រីហើយក៏មានការអាំងត្រីនៅពេលយប់ជាពិសេសមានការបោះតង់ហើយគេងតង់គេងអីចឹងណាហើយការបោះតង់ការចាប់ត្រីការអីហ្នឹងគឺជាលក្ខណៈបែបស្រុកស្រែសុទ្ធសាធបងប្អូនមិនត្រឹមតែមានការអាំងត្រីទេមានតែពេលយប់យើងមានអាំងកណ្ដុរអាំងអីញ៉ាំចឹងណាហើយក្នុងហ្នឹងក៏បងប្អូនឃើញមានត្រីសុទ្ធតែត្រីតែម្ដងហើយបន្ទាប់ពីយើងចាប់ទៅយើងអាំងត្រីនេះសុទ្ធតែត្រីស្រែចាប់ពីបឹងមកភ្លាមអញ្ចឹងបន្ទាប់ពីការចាប់រួចមិនខ្វះទេអ្នកមកជួយញ៉ាំជាស្ដែងដូចឃើញក្នុងវីដេអូហើយស្រេចចឹងណាបងប្អូនដូច្នេះបើអ្នកទាំងអស់គ្នាចង់ដឹងថាវីដេអូនឹងមានរសជាតិហើយនឹងសកម្មភាពដូចម្ដេចសូមបងប្អូនទៅទស្សនានៅវីដេអូពេញដូចតទៅបាទនេះហើយគឺជាសកម្មភាពដំបូងរបស់យើងគឺចាប់ផ្ដើមមកគឺដូចបងប្អូនឃើញស្រាប់អញ្ចឹងគឺយើងចាប់ផ្ដើមបូមទឹកដែលចេញពីស្រះដែលធំល្វឹងល្វើយបងប្អូនមើលទៅស្រះវាមិនជាធំណាស់ណាក៏ប៉ុន្តែជាក់ស្ដែងទឹកវាជ្រៅបងប្អូនហ្នឹងហើយមុននឹងបន្តសាច់រឿងយើងទៅមុខទៀតសូមចិត្តបងប្អូនសូមជួយចុច Subscribe និងចុច Like ចុច Share ឲ្យខ្ញុំម្នាក់មួយផងដើម្បីមានកម្លាំងចិត្តក្នុងការធ្វើវីដេអូដើម្បីឲ្យបងប្អូនទស្សនាបន្តទៀតហ្នឹងហើយបងប្អូនមិនតាន់បានទាំងបូមបានប្រមាណផងមើលទៅថ្ងៃហើយរកសៀលគងរកសៀលជ្រៀតជ្រេថ្ងៃទេគងព្រៃបងប្អូនឥឡូវគឺចិត្តល្ងាចហើយតបពីបូមបានបន្តិចឡើងដូចឃើញក្នុងវីដេអូមិញអញ្ចឹងថាយើងចាប់ដើមល្ងាចហើយថ្ងៃវាចិត្តលិចគេហៅរសៀលជ្រៀតជ្រេថ្ងៃទេគងភ្នំបងប្អូនហើយទឹកនោះទៀតសោតគឺទឹកទៅស្រកបានប្រហែលជាកន្លះម៉ែត្រទេដូចបងប្អូនឃើញជាក់ស្ដែងហើយបន្ទាប់ពីនឹងមកមិនតាន់បានអីផងគឺល្ងឹតបាត់ហើយល្ងឹតនឹងគឺចាប់ផ្ដើមបង្កាត់ភ្លើងហើយយើងនៅតែបន្តបូមហើយដោយសារតែល្ងឹតហើយមួយទៀតយើងមិនអាចទៅចោលម៉ាស៊ីនទេព្រោះដោយសារបងប្អូនដែលធ្លាប់មានគាត់បូមស្រះឬអណ្ដូងណាតាមតំបន់បងប្អូនតំបន់បងប្អូនខ្លះក៏ហៅអណ្ដូងខ្លះក៏ហៅស្រះតែខ្ញុំនេះសូមហៅស្រះហើយពេលខ្លះក៏រៀងជ្រៀលទៅអណ្ដូងដែរអញ្ចឹងក៏យើងធ្វើការប្រកាត់ភ្លើងដើម្បីរងចាំទឹកស្រះនេះឯងដូចខ្ញុំប្រាប់បងប្អូនពីខាងដើមអញ្ចឹងថាដោយសារតែស្រះរបស់យើងមានជម្រៅជ្រៅបើនិយាយពីជម្រៅប្រហែលជា4ទៅ5ម៉ែត្របងប្អូនហើយបងប្អូននឹងឃើញនៅពេលដែលវារីងថាមានជម្រៅប៉ុណ្ណាហើយនិយាយត្រឡប់ពីការយើងរងចាំម៉ាស៊ីនវិញបងប្អូនព្រោះដោយសារយុគនេះយើងត្រូវរងចាំវារយៈពេលមួយយុគពេញហើយម៉ាស៊ីនត្រូវការបញ្ឆេះប្រហែលជាទល់ភ្លឺមើលតាមភាពជាក់ស្ដែងតើយើងអាចអស់ស្រកទឹកប៉ុណ្ណាព្រោះយើងបូមនេះយើងសគួរនៅពេលព្រឹកធ្វើម៉េចឲ្យរីងទឹកហើយយើងចាប់ត្រីនៅពេលព្រឹកតែម្ដងយើងអត់ទៅអាចទុកដល់ថ្ងៃទេព្រោះថ្ងៃអាចក្តៅទៅដល់អ្នកចាប់ត្រីអញ្ចឹងបងបើនិយាយពីវីដេអូនេះបងប្អូនភ្លេចបញ្ជាក់ប្រាប់បងប្អូនថាវីដេអូនេះគឺខ្ញុំថតយូរហើយតាំងពីខ្ទង់ខែ11ខែ12ម្លេះបងប្អូនគឺអំឡុងពេលហ្នឹងគឺធាតុអាកាសឆ្នាំហ្នឹងយើងត្រជាក់ខ្លាំងអញ្ចឹងយើងបង្កាត់ភ្លើងនេះទី1ដូចបងប្អូនដឹងស្រាប់ហើយថាខែត្រជាក់យើងបង្កាត់ភ្លើងដើម្បីកម្ដៅខ្លួនទី2ដោយសារតែយើងគេងនៅចំការគេងនៅស្រែតាមវាអញ្ចឹងបើនិយាយពីចាស់ពីដើមគាត់ថាបង្កាត់ភ្លើងនេះគឺដើម្បីដេញសัตว์ដេញប្រឡាត់ដែលវាចង់មកយីឬក៏អាចសัตว์ពស់សัตว์អីអញ្ចឹងវាឃើញភ្លើងអញ្ចឹងវាមិនហ៊ានមកក្បែរយើងអញ្ចឹងណាដោយសារតែមានភារកិច្ចរវល់ពេកក៏មិនបានកាត់វីដេអូគិតមើលទុកវីដេអូនឹងរាប់ខែមកហើយទៅតែពេលនេះនឹកឃើញថាស្ដាយដែលខំថតវីដេអូជាច្រើនតាំងពីដើមរហូតដល់ចប់ហើយក៏មិនបានកាត់ឲ្យបងប្អូនទស្សនាឥឡូវក៏ឆ្លៀតពេលវេលាហ្នឹងធ្វើវីដេអូនឹងដើម្បីបង្ហាញទៅហើយក៏ទុកមើលនៅពេលឆ្នាំក្រោយទៀតនៅពេលដែលយើងធ្វើកម្មវិធីបូមនៅដងនឹងដែរអញ្ចឹងណាហ្នឹងហើយដូចប្រាប់បងប្អូនពីដើមវីដេអូមកអញ្ចឹងថាយើងត្រូវដេកចាំនឹងចាំនោះគឺចាំមើលម៉ាស៊ីនខ្លាចវារលត់ឬក៏
មានបញ្ហាអីផងហើយអាហ្នឹងទី1ទី2យើងត្រូវចាំមើលទឹកនឹងថាស្រកប៉ុណ្ណាហើយបងប្អូនដែលមានធ្លាប់បូមស្រះបូមអីអញ្ចឹងគឺនៅពេលដែលយើងបូមទឹកស្រកមួយចំនួនធំគឺត្រីវាជ្រួលនៅពេលដែលយើងអត់ចាំមើលវាអាចមានឡើងតាមចម្រៀងទឹកនៅពេលដែលយើងបូមទៅវាមានការជ្រាបលិចខ្លះមួយចំនួនអញ្ចឹងវាមានអាចឡើងអីយប់ឡើងយើងអាចបានមើលអញ្ចឹងទទឹមនឹងការរងចាំហ្នឹងយើងត្រូវដាក់រៀបតង់រៀបកន្លែងដើម្បីគេងពួកយើងមិនអាចទៅអង្គុយចាំមើលព្រោះថាយើងមានពេលចុះទៅមើលឈូលមួយពេលអញ្ចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាដែលមានធ្លាប់ឆ្ងល់ដែររាល់វីដេអូរបស់ខ្ញុំដែលធ្វើការបូមត្រីចាប់ត្រីផ្សេងនៅពេលយប់អញ្ចឹងគឺតែងតែមានវត្តមានរបស់គាត់នេះម្នាក់នេះដែលនៅក្បែរខ្ញុំហ្នឹងសឹងតែគ្រប់វីដេអូហ្នឹងអញ្ចឹងចង់ជម្រាបបងប្អូនថាគាត់នេះគឺជាប្អូនប្រុសរបស់ខ្ញុំបង្កើតអញ្ចឹងរាល់ពេលមានកម្មវិធីក៏ដូចជាមានភារកិច្ចអញ្ចឹងគឺរកគាត់ហ្នឹងហើយព្រោះរកគោយន្តរកអីហ្នឹងគឺគាត់អ្នកកាន់អ្នកត្រៀមអ្នកបច្ឆេះសឹងតែមើលការខុសត្រូវជាងម្ចាស់ទៀតហើយម្ចាស់នេះពេលខ្លះគ្នាគេងនៅកន្លែងនេះម្ចាស់ទៅគេងនៅផ្ទះក៏មានដែរអញ្ចឹងណាហ្នឹងហើយបន្ទាប់ពីចំណាយពេលជាច្រើនម៉ោងទៅយើងមើលទៅប្រហែលជាខ្ទង់ម៉ោង12យប់គឺខ្ញុំទៅថតឲ្យបងប្អូនមើលនេះគឺដងរបស់យើងចាប់ដើមរីងហ្នឹងគឺរីងច្រើនជិតដល់បាតដែរហើយបងប្អូនអញ្ចឹងនេះបញ្ជាក់ថាខ្ទង់ប្រហែលជាម៉ោង12យប់ហើយអញ្ចឹងមិនត្រឹមតែមើលម៉ាស៊ីនទេជាក់ស្ដែងដូចខ្ញុំធ្លាប់ប្រាប់បងប្អូនអញ្ចឹងយើងត្រូវមើលខ្លាចវាធ្លាយទំនប់ធ្លាយអីអញ្ចឹងធម្មតាតើយើងពងអាបូមអញ្ចឹងមានការធ្លាយអីគឺត្រីឡើងតាមទឹកដែលធ្លាយទៅនឹងទាំងអស់បងប្អូនហើយដូចបងប្អូនជាក់ស្ដែងឃើញអញ្ចឹងទឹកយើងជិតអស់ហើយមួយទៀតសោតនៅពេលដែលយើងជិតអស់យើងតែងតែដាក់អាកត្រងនេះនៅមាត់នេះណាព្រោះជាវាខ្លាចត្រីឡើងហើយជាក់ស្ដែងឃើញត្រីឡើងគឺឡើងវាចូលតាមសយោបូមនឹងតែម្ដងបងប្អូនជាក់ស្ដែងមានអណ្ដែង3 4នៅក្នុងនឹងស្រេចណាបងប្អូនហ្នឹងហើយបន្ទាប់ពីយើងដើរទៅមើលជុំវិញដងមកជុំហើយក៏យើងដល់ម៉ោងសម្រាកដែរព្រោះម៉ោង12ជាងហើយបងប្អូនហើយសម្រាកនេះគឺហ្នឹងហើយដូចបងប្អូនបានឃើញថាយើងដើរមើលដើម្បីកុំឲ្យវាធ្លាយហើយម៉ាស៊ីនក៏ចាប់តាមពលត់សិនដែរចាំព្រឹកចាំយើងបន្តបូមទៅថ្មីតែរឿងដែលហួសចិត្តមួយដែលមិននឹកស្មានដល់ដែលយើងមិនតាន់បានសម្រាប់បានប្រមាណព្រេងគឺមានភ្ញៀវមកលេងបងប្អូនភ្ញៀវនឹងគឺអ្នកដែលដើរឆ្លោះកែបឆ្លោះកដោពេលយប់នឹងឯងគឺគាត់ដឹងថាយើងមកបូមត្រីនឹងគឺមកនេះដូចបងប្អូនឃើញជាក់ស្ដែងអញ្ចឹងគឺគាត់ដាស់យើងមិនអោយយើងសម្រាកទេគឺមកអាំងត្រីហើយត្រីនេះគឺអាត្រីដែលបងប្អូនឃើញនៅក្នុងអាកត្រងដែលយើងត្រងនៅមាត់ក្បាលបូមហ្នឹងណាគឺគាត់មកអាំងនៅនឹងហើយគាត់ហៅយើងមានណាតលតែយើងចុះមកកំដររបស់គាត់ហ្នឹងហើយអ្វីដែលគាត់ពិសាហ្នឹងគឺឆ្ងាញ់ហ្នឹងគូផ្សំជាមួយនឹងអាជាពណ៌ខ្មៅទៀតបងប្អូនតែខ្សែយើងហ្នឹងហើយដូចបងប្អូនដឹងស្រាប់ហើយថាខែតិចចេះពងតែដើរល្ងាផងមកប៉ះចំមកភ្នក់ភ្លើងដែលកំពុងប្រកាត់ចេះហើយចៃដនមានត្រីហើយស្រាច់អញ្ចឹងមានណាមានទៅចាប់ដោតអាំងតែម្ដងហើយគាត់បញ្ជាក់ថាគាត់ទាំងពីរនេះក៏ជាអ្នកស្គាល់គ្នាដែរហើយម្នាក់នេះក៏ជា admin មួយរូបណា admin របស់គាត់គឺនៅ page Facebook របស់គាត់ឈ្មោះហៀឆ្ងាញ់អញ្ចឹងគាត់ក៏ជា admin មួយរូបដែរហើយក៏ឃើញតែងតែមានវត្តមាននៅក្នុងវីដេអូរបស់ខ្ញុំដែរអញ្ចឹងយើងត្រឡប់ទៅរឿងត្រីវិញរឿងត្រីហ្នឹងឃើញត្រីគឺមានតែ4ក្បាលហ្នឹងទេត្រីហើយអាំងបដើភ្លក់បដើជាមួយគូផ្សំអាតាជារបស់យើងនឹងទៀតមានណាចាប់ដើមអស់ណាបងប្អូនហើយអស់រោវិធីសាស្ត្រថាធ្វើម៉េចបើមានទឹកតែអត់សាច់អញ្ចឹងណាតែចៃដនអីភ្លេចអាគិតអារឿងគាត់មកពីបាញ់កដោណាតាមស្រែមានណាមានតែធ្វើអាហ្នឹងឯងធ្វើភ្លាមបងប្អូនហើយអាំងបន្ទាប់ពីធ្វើរួចនេះដូចបងប្អូនឃើញអញ្ចឹងហើយដូចខ្ញុំថតមានពេលអញ្ចឹងគឺកន្លែងដាក់សញ្ញារូបចង្អុលដៃហ្នឹងគឺម៉ោង1:56នាទីហើយគឺប៊ីតពាក់កណ្ដាលយប់បងប្អូនអ្នកដែលធ្លាប់ដើរវាលបងប្អូនពេលដែលធាតុអាកាសត្រជាក់ហើយយើងរកអីញ៉ាំបានហើយគូផ្សំនឹងមានសាច់កដោនឹងមើលទៅឆ្អើទៅរឹងខំបងប្អូនភ្លាមណាប្រឡត់ភ្លាមលាងទឹកហើយឆ្អើគូផ្សំយើងមានអំបិលម្ទេសមានអីនៅនឹងទៀតបងប្អូនដឹងហើយអ្នកដែលនេះគឺរសជាតិស្រក់ទឹកមាត់បងប្អូនហើយមកយប់នេះហ្នឹងហើយបន្ទាប់ពីភ្លក់រសជាតិកដោគាត់បានបន្តិចហើយក៏សុំគាត់សម្រាកមុនណាបងប្អូនដោយសារតែយើងមានការនឿយហត់ពីថ្ងៃផងហើយអត់ល្ងួយមកជួបផ្សំម៉ោងនឹងម៉ោង2ហើយនេះ
ตัวนี้phải ជាម៉ោង 2 ហើយបងប្អូនម៉ោង 2 លើផងហើយអ្វីដែលជាសំណាងមួយទៀតហើយខ្ញុំអត់បានថតបងប្អូនគឺគាត់ទាំងពីរអ្នកហ្នឹងគឺគាត់មកគេងកំដរយើងហើយគេងកំដរយើងហ្នឹងគឺគេងនៅចិត្តភ្នក់ភ្លើងស្ដាយដែលអត់បានថតដោយសារតែយើងលងលក់អត់បានថតគាត់ទុកស្ដាយមែនទែនបងប្អូនហ្នឹងហើយបងប្អូនពាក្យរីងហើយគឺជាសារជូនដំណឹងទៅដល់អ្នកដែលមានបំណងចង់ចាប់ត្រីបងប្អូនឃើញមើលទៅជាក់ស្ដែងទៅគឺទឹករីងហើយគឺផុតពីអាសយោធំហើយបច្ចុប្បន្នគឺអាក្បាលស្វាហ្នឹងគឺបូមលេងកើតទេយើងត្រូវបច្ឆេះអាម៉ាស៊ីនទូចនេះដើម្បីសរេងដូចខ្ញុំប្រាប់បងប្អូនពីដើមអញ្ចឹងថាដោយសារអណ្ដូងឬក៏ស្រះហ្នឹងវាជ្រៅឃើញបងប្អូនដាក់មកក្បាលបូមស្វាហ្នឹងហើយក៏បូមអត់រីងដែរអញ្ចឹងយើងត្រូវការបច្ឆេះអាម៉ាស៊ីនតូចមួយទៀតហ្នឹងគឺដើម្បីសរេងហើយការបូមហ្នឹងគឺយើងងើបបូមនឹងពីយប់តែអត់បានថតសកម្មភាពបូមហ្នឹងហើយបន្ទាប់ពីបូមរួចហើយនេះសុទ្ធតែជើងខ្លាំងចាប់ត្រីហើយបងប្អូននេះគឺមកអស់ហើយនឹងហើយអ្នកណាជាម្ចាស់រូបដែលនៅក្នុងនេះខ្លះអ្នកខ្លះក៏មុតត្រីដែងអ្នកខ្លះក៏មុតត្រីកញ្ចុះអ្នកខ្លះដឹងខ្លួនហើយនេះលើកបង្ហាញមកទាំងសាច់ទាំងត្រីបងប្អូនហើយ1 គីឡូជាង2 គីឡូជាង3 គីឡូជាងក៏មានដែរមើលជាក់ស្ដែងទៅបងប្អូនថាត្រីនឹងវាធំប៉ុណ្ណានេះជាក់ស្ដែងយើងចាប់មកដាក់នៅក្នុងនេះមានដែងមានរស់មានក្រាញ់មានផ្ទក់ហើយក៏បន្ទាប់មកក៏មានអាំងអាទូចល្មិចល្មក់ឲ្យបងប្អូនដោយសារតែអ្នកដែលនៅខាងលើឲ្យអាំងគាត់មិនអាំងគាត់អត់ហ៊ានចាប់អាធំបងប្អូនអញ្ចឹងមានតែចាប់អាំងអាទូចចាប់ទុកអាធំនេះជៀនតាមក្រោយបងប្អូនហើយអ្នកដែលចាប់នៅតែបន្តចាប់ហ្នឹងហើយនៅតែនេះព្រោះដោយថាត្រីយើងវាច្រើនដែរឆ្នាំនេះបងប្អូនហើយអ្នកដែលអត់ជួយចាប់នេះបងប្អូននៅឃើញអ្នកនៅខាងលើគឺដាក់បរិបដាមានអាជាហើយមិនត្រឹមតែប៉ុណ្្នឹងឯនេះឃើញបងប្អូនឃើញតើនេះទៅមិត្តនារីនេះគាត់អ្នកគាត់មិនបានជួយចាប់គាត់ជួយធ្វើម្ហូបធ្វើអីដែរហើយបងប្អូនគាត់ណាក៏លេខឃើញក្នុងសកម្មភាពនេះក៏សប្បាយចិត្តក៏លេបទឹកមាត់ខ្លះដែរបងប្អូនហ្នឹងហើយកម្មវិធីរបស់យើងមិនមែនចប់តែត្រឹមហ្នឹងទេបងប្អូនចាប់ត្រីនេះខ្ទង់ប្រហែលជាម៉ោង 11 12គឺដល់ម៉ោងពេលបាយល្មមហើយពេលបាយក៏យើងមានត្រីមានការចៀនសាច់ចៀនហើយពិសេសមិត្តនារីដែលគាត់មកនេះគាត់ជួយធ្វើម្ហូបមានក្មេងមានអីញ៉ាំជុំគ្នាបងប្អូនមើលសត្វតែត្រីធម្មជាតិទេបងប្អូនដែលបូមពីដងមកភ្លាមយើងចៀនហើយចៀននេះយើងយកទៅធ្វើនៅផ្ទះដោយសារតែដងចការបស់ខ្ញុំនឹងមិនឆ្ងាយពីផ្ទះដែរហ្នឹងហើយបងប្អូនគាត់ថាឃើញព្រឹកគាត់ដឹងថាសប្បាយដែរបងប្អូនហើយមើលអ្នកដែលចូលរួមនឹងកាលគេងនៅក្នុងតង់ដូចជាមានម្នាក់2នាក់មានអ្នកមកកំដរតែ2នាក់ពេលដែលបានត្រីមកបងប្អូនហើយមនុស្សមិនចេះតិចទេរាប់ទៅខ្ញុំរាប់មិនចង់អស់ទេបងប្អូនប៉ុន្តែសប្បាយហើយការចូលរួមរបស់គាត់នេះមិនមែនគាត់សុកគាត់មកទេគឺសុទ្ធតែមានការអញ្ជើញពីខ្ញុំទៅអញ្ចឹងណាហើយនេះបដាបងប្អូនមើលតែកំប៉ុងមើលតែកេះទៅក៏ដឹងដែរហើយបន្ទាប់ពីដាក់ទៅអស់ជាច្រើនកេះទៅនេះមានអ្នកខ្លះដើរធ្លាក់ភ្លឺស្រែនេះមើលបងប្អូនមើលតែដំណើរហ្នឹងហើយអ្នកណាជាម្ចាស់រូបហ្នឹងសូមលើកដៃមួយមកឲ្យមេដៃមួយឬក៏សៀមួយឲ្យអ្នកដទៃបានឃើញផងបាទអញ្ចឹងបន្ទាប់ពីនេះទៅវីដេអូរបស់យើងក៏ដូចដល់ទីបញ្ចប់ផងដែរគឺសកម្មភាពចាប់ពីដើមពីបូមមករហូតដល់ចាប់ហើយរហូតដល់ញ៉ាំនឹងហើយមានអ្នកចូលរួមច្រើននឹងបងប្អូនតែសប្បាយហើយឆ្នាំក្រោយទៀតខ្ញុំនឹងអញ្ជើញអ្នកបងប្អូនដែលកំពុងទស្សនានឹងឲ្យមកចូលរួមចាប់ហើយញ៉ាំទាំងអស់គ្នាអញ្ចឹងជាចុងក្រោយសូមអរគុណសូមគោរពលា